បើគិតតែប្រកែប្រច័នអត់មានហេតុផលអញ្ចឹងធ្វើអីកើតរីកចម្រើនយ៉ាងមិនកើតគិតតែឆ្លោះគ្នាអន្តរពន្ធចិត្តហើយចុះការងារហើយចុះកូនហើយចុះការទទួលខុសត្រូវហើយចុះបំណុលហើយចុះសុភមង្គលធ្វើម៉េចការប្រច័ននេះវាកើតមកពីការចំណែននិងមិនទុកចិត្តស្រឡាញ់ហួងហែងហើយចំណែនអត់ទុកចិត្តទី1គឺអត់ទុកចិត្តខ្លួនឯងគឺតែខ្លួនឯងអាក្រក់ឬក៏អន់ឬក៏ចាស់ឬក៏ល្ងងឬក៏លាក់នឹងលាក់ដែលគិតថាខ្លួនឯងនេះมันអាចទៅចងចិត្តប្តីបានទេជាងប្រច័នមកណាត្រូវគិតថាខ្លួនឯងនេះវាមានចំណុចខ្លាំងបើទោះជាអត់មានចំណុចខ្លាំងក៏ដោយពេលនេះយើងកសាងបានដែរខិតខំប្រឹងប្រែងមកបើដឹងថាខ្លួនអន់កន្លែងណាខិតខំប្រឹងប្រែងអភិវឌ្ឍកន្លែងនោះទៅទី2ការដែលមិនជឿជាក់លើដៃគូទេបើថាដៃគូនឹងវាលប៉លពតខូចខលធ្លាប់ក្បត់ទំនុកចិត្តអានឹងមិនទុកចិត្តចឹងត្រូវហើយប៉ុន្តែបើសិនជាដៃគូនោះគាត់ខូចគាត់មានហេតុផលឬក៏គាត់មិនធ្លាប់ខូចទេអានឹងក៏យើងគួរពិចារណាដែរកុំអង្គុយតែកើតទុកហើយមិនសុខខ្លួនឯងណាហើយបើសិនជាដៃគូនោះពិតជាអាក្រក់ពិតមែនលែងវាចោលទៅមិនបាច់ទៅកុហលកាហាយកើតទុកបុកម្នេញបច្ចេប្រច័ណ្ឌទី3មិនទុកចិត្តលើជនទី3ណាជនទី3ឧទាហរណ៍ថាជាមនុស្សដែលចង់បានរបស់គេឬក៏ហាចដែរឬក៏ជាមនុស្សដែលខ្លាំងប៉កែស្អាតឆ្លាតណាអានឹងខ្លួនអត់ទុកចិត្តខ្លាចថាដៃគូរបស់ខ្លួនប្តីរបស់ខ្លួនតែជនទី3អានឹងបើសិនជាបែបនឹងពិតមែនក៏យើងក៏ត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនហើយបង្កើននូវភាពកក់ក្ដៅបង្កើននូវក្តីស្រឡាញ់ជាមួយដៃគូរបស់ខ្លួនឲ្យខ្លាំងឲ្យខ្លួននេះមានចំណុចដែលអាចចងចិត្តប្តីបានហើយរកមើលចំណុចដែលអាចចងចិត្តប្តីមានអីខ្លះប្រកែរៀបចំម្ហូបអាហារជូនប្តីផ្ទះសម្បែងស្អាតមានសុភមង្គលហើយរឿងមួយចំនួនទៀតដូចជាថានេះពាក្យចាស់បុរាណយើងថាធ្វើជាប្រពន្ធឲ្យដូចស្រីខូចពេលយប់ឲ្យដូចស្រីខូចហើយពេលថ្ងៃចេញដើរទៅក្រៅឲ្យដូចលោកជំទាវចរិតហ្នឹងក៏ជាចរិតមួយដែលចងចិត្តប្តីដែរតមកទៀតភាពវៃឆ្លាតរបស់យើងជាងយើងអភិវឌ្ឍសមត្ថភាពឲ្យបានខ្លាំងក្លាធ្វើអស់លទ្ធភាពទៅហើយបើមិនធ្វើអស់លទ្ធភាពហើយវានៅតែទៅរកអ្នកទី3ទី4ទៀតឲ្យវាទៅកុំកាត់ទុកបុកម្នេញពេក